ខ្មើតក្នុងអណ្ដូងគាត់ខ្លាចត្រូវគាត់ខ្មើតត្រូវនិងគាត់ខៀលត្រូវ3ខដែលធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងជាមនុស្សដែលចង្អៀតចង្អល់ខ្លាចក្នុងការផ្លាស់ប្ដូរខ្ជិលក្នុងការគិតខ្មើតក្នុងអណ្ដូងបើសិនជាអ្នកទាំងអស់គ្នាមានទាំង3ចំណុចនេះហើយបានន័យថាអ្នកទាំងអស់គ្នាកំពុងតែមានទស្សនៈចង្អៀតចង្អល់ខ្ញុំជឿជាក់ថាប្រធានបទថ្ងៃនេះប្រហែលជាបងប្អូនមួយចំនួននឹងប៉ះពាល់អារម្មណ៍តែបងប្អូននឹងរសាយអារម្មណ៍និងទទួលបានគន្លឹះល្អៗពីសម្លេងមួយនេះវីដេអូមួយនេះបាញ់ព្រួយមួយបានសាច់ពីរវាព្រោះថាវីដេអូ podcast មួយហើយក៏ដូចជាការដើរលេងប្លុកផងដែរថ្ងៃនេះអូយស្រស់ស្រាយខ្លាំងមែនតើខ្ញុំមកកោះ3ថ្ងៃគឺថាក្រោកពីព្រឹករហូតតែម្ដងហើយមានអារម្មណ៍ថាថ្ងៃរបស់ខ្ញុំកាន់តែវែងរយៈពេលដែលខ្ញុំបានធ្វើការគឺកាន់តែវែងដូចគ្នាដោយសារអីគឺយើងក្រោកពីព្រលឹមកំណត់របស់យើងក៏ស្រស់ស្រាយហើយជាមួយនឹងបរិយាកាសថ្មីអូយនិយាយមែនគឺយើងបានធ្វើការងារច្រើនហើយយើងបានបង្កើតក៏ដូចជាអនុញ្ញាតឲ្យខ្លួនឯងមើលឃើញអ្វីដែលថ្មីហើយ release ខ្លួនឯងពីទីក្រុងសួស្តីប្រិយមិត្តស្រឡាញ់ podcast សូមស្វាគមន៍មកកាន់អេពីសូតថ្មីរបស់នាងខ្ញុំនៅក្នុងសង្គមសប្តាហ៍ថ្ងៃនេះមិនថានៅកន្លែងណាទេគឺថាយើងមិនអាចគេចផុតពីមនុស្សដែលមានភាពចង្អៀតចង្អល់បានទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកប្រធានបទមួយទស្សនៈចង្អៀតចង្អល់ខ្ញុំជឿជាក់ថាប្រធានបទថ្ងៃនេះប្រហែលជាបងប្អូនមួយចំនួននឹងប៉ះពាល់អារម្មណ៍តែបងប្អូននឹងរសាយអារម្មណ៍និងទទួលបានគន្លឹះល្អៗពីសម្លេងមួយនេះដំបូងយើងមកត្រូវដឹងថាតើមានចំណុចអ្វីខ្លះដែលអាចសម្គាល់ថាយើងគឺជាមនុស្សចង្អៀតចង្អល់ទី1ខ្លាចក្នុងការផ្លាស់ប្ដូរគឺយើងព្យាយាមខំជាប់នឹងការគិតឬក៏គំនិតដែលយើងធ្លាប់មានកាលពីមុនហើយប្រឆាំងដាច់ខាតទៅលើព័ត៌មានថ្មីឬក៏ទស្សនៈថ្មីដែលការប្រឆាំងមួយនេះគឺជាការបិទខ្លួនឯងគឺជាការរាំងស្ទះដ៏ធំបំផុតក្នុងការរីកចម្រើនរបស់ខ្លួនឯងមនុស្សជុំវិញខ្លួនឯងឬក៏ស្ថាប័នរបស់យើងឬក៏សង្គមទាំងមូលតែម្ដងព្រោះយើងរុញរាក្នុងការសាកល្បងរបស់ដែលថ្មីទី2ខ្ជិលក្នុងការគិតគឺជាការយើងខ្ជិលគិតខ្ជិលឆ្ងល់ខ្ជិលសួរនាំឲ្យស៊ីជម្រៅទៅលើរឿងនីមួយៗមិនមានឆន្ទៈក្នុងការទៅរកព័ត៌មានផ្សេងដើម្បីបង្កើតនិងពង្រីកការយល់ដឹងជាហេតុបណ្ដាលឲ្យយើងមានផ្នត់គំនិតតូចចង្អៀតទី3ខ្មើតក្នុងអណ្ដូងមិនបើកឱកាសឲ្យខ្លួនឯងស្វែងយល់ពីសង្គមខាងក្រៅថាគេដល់ណាការគិតការមើលឃើញដល់ណាហើយតែបែរជាយល់ថាខ្លួនឯងហ្នឹងគឺល្អលើសគេហើយគ្មានអ្នកណាប្រកែកដល់យើងទេជាហេតុបណ្ដាលឲ្យគេឃើញគេដៀលយើងហ្មងបើសិនជាគេចង់ជួយក៏គេលែងចង់ជួយយើងដែរព្រោះតែយើងយល់ថាខ្លួនឯងមានតែឯងពេកប្រសិនបើយើងសម្គាល់ថាយើងមានទាំង3ខនេះហើយបានន័យថាយើងកំពុងតែប្រកាន់ខ្ជាប់នៅទស្សនៈចង្អៀតចង្អល់ហើយមិនតែប៉ុណ្ណោះការប្រកាន់ខ្ជាប់បែបនេះគឺធ្វើឲ្យយើងគ្មានការរីកចម្រើននិងគ្មានការអភិវឌ្ឍនោះទេបានន័យថាគឺយើងមិនបានពង្រីកនៅផ្នែកបញ្ញាញាណរបស់យើងទេហើយវាថែមទាំងបង្កើតការវែកញែកដែលអត់បានការដោយសារតែយើងមានដែនកំណត់នៃការយល់ដឹងរបស់យើងព្រោះតែទស្សនៈចង្អៀតចង្អល់របស់យើងនេះហើយបើសិនជានិយាយប៉ះពាល់រហូតទៅដល់កន្លែងការងារទៀតគឺកាន់តែធ្ងន់ធ្ងរព្រោះអ្នកដែលមានទស្សនៈចង្អៀតចង្អល់ហ្នឹងគឺមិនទទួលយកទស្សនៈថ្មីឬក៏ការបង្កើតយកថ្មីនោះទេសូម្បីតែការរិះគន់ដើម្បីស្ថាបនាក៏គ្មាននៅក្នុងវចនានុក្រមរបស់គាត់ដែរព្រោះគាត់យល់ថាគំនិតរបស់ខ្លួនឯងគឺត្រឹមត្រូវតែរហូតគាត់ខ្លាចត្រូវគាត់ខ្មើត្រូវនិងគាត់ខៀលត្រូវតែបើសិនជាក្រុមហ៊ុនណាដែលមានគាត់គឺមានហានិភ័យខ្ពស់ហើយជាដំណោះស្រាយបើសិនជាបងប្អូនគិតថាខ្លួនឯងមានគំនិតចង្អៀតចង្អល់ហើយខ្ញុំមានទស្សនៈមួយចំនួនដើម្បីជាកន្លឹះដើម្បីបងប្អូនប្រសើរជាងមុនដើម្បីឲ្យអ្នកផងស្រឡាញ់រាប់អានទី1សម្គាល់ភាពលំអៀងក្នុងគំនិតព្រោះភាពលំអៀងនេះហើយនឹងប៉ះពាល់ទៅដល់ការវិនិច្ឆ័យទៅលើរឿងអ្វីមួយទី2ព្យាយាមមើលទៅជ្រុងម្ខាងទៀតព្រោះវាអាចបំពេញក្នុងការចន្លោះខ្វះខាតនៃការគិតរបស់យើងទី3ផ្ដល់ការវិនិច្ឆ័យបែបវិជ្ជមានទៅលើមនុស្សឬក៏គំនិតអ្វីមួយបើសិនជាបងប្អូនមានភាពវិជ្ជមានធ្វើឲ្យបេះដូងយើងមានភាពទូលំទូលាយជាងមុនទី4សួរឲ្យបានច្រើនហើយយកចិត្តទុកដាក់ក្នុងការស្ដាប់ព្រោះវាជួយទៅដល់ការគិតឲ្យបានស៊ីជម្រៅជាងមុនទី5បង្កើនទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនពីព្រោះថាបើសិនជាយើងស្គាល់មនុស្សច្រើនយើងនឹងបានព័ត៌មានកាន់តែច្រើននិងគំនិតច្រើននិងចំណេះដឹងថ្មីផងដែរក៏ប៉ុន្តែនឹងខ្ញុំសូមបើកវងកញ្ចក់ផងពីព្រោះថាការរាប់អានមនុស្សក៏យើងត្រូវតែរើសដែរថានៅពេលដែលយើងដើរជាមួយនឹងអ្នកណាគឺចរិតរបស់យើងទង្វើរបស់យើងការងាររបស់យើងនឹងទៅតាមនោះដែរទី6ព្យាយាមធ្វើរឿងថ្មីដូចជាអានសៀវភៅមើលកុនឬក៏ស្ដាប់ podcast ដើម្បីជំរុញចិត្តខ្លួនឯងហ៊ានសាកល្បងនៅអ្វីដែលថ្មីទី7ទទួលស្គាល់ថាខ្លួនឯងកំពុងតែរៀនអ្វីដែលថ្មីទទួលយកអ្វីដែលថ្មីដើម្បីកាត់បន្ថយភាពខ្មើតរបស់យើងហ្នឹងឯងនិយាយជារួមមក
ដោយពាក្យចាស់លោកពោលថាស៊ូចង្អៀតផ្ទះកុំឲ្យតែចង្អៀតចិត្តព្រោះកាលណាបើសិនជាយើងចង្អៀតចិត្តហើយយើងនឹងមិនមានចន្លោះដាក់ភាពវិជ្ជមាននោះទេការបង្កើតថ្មីនឹងដំណោះស្រាយសុភមង្គលឬក៏ភាពសប្បាយរីករាយជាដើមបន្ទាប់ពីបងប្អូនបានមើលនៅអេពីសូតមួយនេះចប់ហើយសង្ឃឹមថាបងប្អូនបើកបេះដូងឲ្យធំជាងមុនបើកភ្នែកឲ្យឆ្ងាយជាងមុនមើលឃើញអ្វីដែលថ្មីថ្មីនិងទទួលយកអ្វីដែលថ្មីថ្មីកុំភ្លេចមើលវីដេអូនេះហើយក៏ដូចជា share ហើយជាពិសេសហ្នឹងគឺការគិតម្ដងទៀតពីព្រោះថានៅពេលខ្លះគឺយើងមើលម្ដងហើយគឺយើងអត់ដែលបានគិតទេក៏ប៉ុន្តែនៅពេលដែលយើងមើលលើកទី2ឬក៏មើលលើកទី3យើងបានជាមួយនឹងមតិយោបល់និងការគិតការយល់ឃើញរបស់យើងពីជ្រុងមួយទៀតឬក៏គំនិតរបស់យើងមួយទៀតដើម្បីធ្វើឲ្យការរីកចម្រើនរបស់យើងឬក៏ការមើលឃើញរបស់យើងកាន់តែធំជាងមុនអរគុណទាំងអស់គ្នាបានមើលនៅអេពីសូតមួយនេះហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់បានជាមួយនឹងអេពីសូតឬក៏ទស្សនៈថ្មីៗអាចខមមិននៅខាងក្រោមបានអរគុណស្រឡាញ់ podcast